នេះជាសក្តានុពលការហើយនេះជាសក្តានុពលរួចអូខេសួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់វីដេអូថ្មីដែលនិយាយពីការកាត់ហើយម៉ូតសាក់ដែលខ្ញុំលើកយកមកបង្ហាញនៅថ្ងៃនេះមានឈ្មោះថាម៉ូតឡុងសងជើងខ្ពស់ឬគេហៅថាជាភាសាអង់គ្លេសគេហៅថាម៉ូត high fade ហើយសម្រាប់ការកាត់ម៉ូតនេះផងដែរគឺងាយទេហើយចំពោះការកាត់សម្រាប់ខ្ញុំជាដំបូងគឺខ្ញុំបើកមុខវាកំណត់តើយើងចង់បានខ្ពស់ឬមួយក៏ទៀបតាមដែលភ្ញៀវយើងកំងអីចឹងទៅខ្ញុំអត់ពាក់ថ្មិញទេបងប្អូនខ្ញុំគ្រាន់តែយកកត្រៃយើងអាធំហ្នឹងបន្ទាប់មកយើងទាញថ្មិញវាមកក្រោយឲ្យអស់មកហើយបន្ទាប់មកយើងយកកត្រៃច្រឹបដើម្បីច្រឹបយកពាក់កដាលមកទុកយើងធ្វើសមោបដិញទៅខាងលើហើយបន្ទាប់មកទៀតគឺខ្ញុំឈូសដោយពុំលេខ2បងប្អូនយើងឈូសប្រហែលជាមួយថ្នាំងដៃកន្លះមកព្រោះភ្ញៀវគាត់ចង់បានសមោយ៉ាងខ្ពស់គួរសមដែរហើយបន្ទាប់ពីខ្ញុំឈូសលេខ2រួចគឺខ្ញុំតម្លាក់មកលេខ1ហើយបន្ទាប់ពីតម្លាក់ពីលេខ1មកលេខ 0.5 ហើយបន្ទាប់ពីលេខ 0.5 គឺយើងបើកមុខដោយថ្មិញទទេដើម្បីលុបកត្រៃច្រឹបដែលយើងបានកំណត់ពីខាងដើមនោះបងប្អូនហើយតិចនិចសម្រាប់ខ្ញុំកាត់ប្រភេទ high fade នេះគឺខ្ញុំប្រើតិចនិចដែរទេដូចបងប្អូនឃើញអញ្ចឹងបន្ទាប់ពីយើងតម្លាក់លេខមកអស់តាមលំដាប់លំដោយយើងមកប្រើថ្មិញវាទទេហើយព្យាយាមទាញថ្មិញឡើងចុះលុបសមោកុំឲ្យវាឃើញសខ្មៅអីចឹងទៅយើងព្យាយាមធ្វើមិនឲ្យសមោបដិញគ្នាឲ្យស្អាតហើយបន្ទាប់ពីខ្ញុំធ្វើជើងខាងក្រោមរួចខ្ញុំប្រើក្រាស់ដើម្បីភ្ជាប់ជាមួយខាងក្រោមដើម្បីឲ្យវាស៊ីជាមួយខាងលើព្រោះកាលណាពេលយើងពាក់ពុំទៅវាសល់ញ៉ែងបងប្អូនដែលយើងហៅភាសាស្រួលស្ដាប់វាថាសល់កលាក់ចឹងទៅយើងប្រើក្រាស់ដើម្បីភ្ជាប់ឲ្យវាស៊ីគ្នាទៅនឹងជើងក្រោមហើយបន្ទាប់ពីខ្ញុំប្រើក្រាស់រៀងស្ដើងមកហើយជាចុងបញ្ចប់មកគឺខ្ញុំបិទគូតដោយក្រាស់ធំបងប្អូនហើយសូមអធិស្ឋានផងដែរបងប្អូនបើសិនជាខ្ញុំបញ្ចូលសំឡេងទៅរៀងឬសំឡេងកងួរដោយសារតែខ្ញុំផ្ដាសាយបងប្អូនហើយវីដេអូដែលខ្ញុំបានចែកម្លែកពីចំណេះដឹងនៃការកាត់សក់នេះទៅឃើញមានជាងក៏ដូចជាបងប្អូនយើងចូលចិត្តច្រើនហើយបានខមមិនថាឲ្យខ្ញុំធ្វើវីដេអូបន្ថែមឲ្យច្រើនទៀតខ្ញុំពិតជាអរគុណខ្លាំងមែនតើឃើញមានបងប្អូនយើងខមមិនចូលចិត្តច្រើនខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលខ្ញុំចែកម្លែកបទពិសោធន៍តិចតួចខ្ញុំទៅវាមានប្រយោជន៍សម្រាប់បងប្អូនយើងអញ្ចឹងខ្ញុំនឹងខិតខំធ្វើវាបន្ថែមទៀតហើយសង្ឃឹមថាបងប្អូនយើងនៅតែចូលចិត្តនៅតែគាំទ្រហើយកុំភ្លេចជួយចុច like ចុច share បន្តទៀតក៏ដូចជាជួយ follow ឲ្យខ្ញុំបន្ថែមទៀតដើម្បីឲ្យខ្ញុំធ្វើវីដេអូចែករំលែកទៅបងប្អូនយើងទាំងអស់គ្នាទៀតពេលខ្លះចំណេះដឹងគ្រាន់តែបន្តិចបន្តួចទេប៉ុន្តែវាមានអត្ថប្រយោជន៍សម្រាប់ជាងផ្សេងដែលគាត់ទើបនឹងសិក្សាឲ្យគាត់មានបទពិសោធន៍ក៏ដូចជាបានចំណេះដឹងល្អឬមួយក៏ចំណេះដឹងថ្មីអីចឹងទៅហើយខ្ញុំគិតថាចំណេះដឹងបន្តិចបន្តួចនេះតែវាល្អដល់សម្រាប់បងយើងដែលទើបនឹងរៀនចឹងហើយអ្នកដែលចេះហើយក៏អាចជួយ share ទៅឲ្យបានឃើញដល់ពួកគាត់មានប្រយោជន៍ទាំងអស់គ្នាផងបាទហើយបន្ទាប់ពីកាត់រួចបងប្អូនយល់យ៉ាងណាដែរកុំភ្លេច comment ប្រាប់ខ្ញុំមកបាននឹងផងហើយបើសិនជាមានចំណុចខ្វះខាតសូមបងប្អូនអធិស្ឋានខ្ញុំផងខ្ញុំនឹងកែលម្អបន្តទៀតហើយបើសិនជាចូលចិត្តរាល់វីដេអូខ្ញុំចែកម្លែកទៅកុំភ្លេចចុច like ចុច share ក៏ដូចជា comment ហើយនឹងជួយចុច follow ខ្ញុំម្នាក់មួយផង